ngày ní nhưng mình prap bong ôn vì vị thi lúc xe chặtในក្នុង account Facebook ទាំងអស់គ្នាហើយបើវីដេអូនេះមានប្រយោជន៍ដល់បងប្អូនកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងហ្នឹងហើយឥឡូវបងប្អូនកុំឲ្យបងប្អូនរងចាំយូរយើងចូលទៅមើលវីដេអូខ្ញុំទាំងអស់គ្នាទៅ Let's go អូខេបន្ទាប់ពីបងប្អូនបានចូលមកក្នុង Facebook ទាំងអស់គ្នាមកបងប្អូនចុចលើ profile រូបរបស់យើងតែម្ដងណាបងប្អូនហ្នឹងហើយចុចខាងលើនេះក៏បានឬក៏ចុចត្រេក3ខាងក្រោមនេះក៏បានដែរបងប្អូនចុចលើវាមួយប៉ក់តែម្ដងរួចបងប្អូនចុចលើ profile account Facebook របស់យើងមកបន្ទាប់ពីមកដល់កន្លែងនេះបងប្អូនចុចពាក្យថាត្រេក3ខាងក្រោមរួចហើយបងប្អូនចុចមើលពាក្យថា activate ឡងចឹងបងប្អូនហ្នឹងហើយចុចលើវាត្រេក3គ្នាមកប៉ក់តែម្ដងបន្ទាប់ពីមកដល់កន្លែងនេះបងប្អូនមកមើលពាក្យថា public post មកដល់កន្លែងហ្នឹងមកគឺបងប្អូនអាចលុប share ចាស់ៗដែលបងប្អូនមានប្រមាណដោយម្ដងទាំងអស់ដោយសារតែខ្ញុំ share បានតែ3ចឹងណាបងប្អូនចង់ផងបងប្អូនចង់លុបបងប្អូនមើលតាមទៅគឺវាងាយស្រួលតែម្ដងហ្នឹងហើយយើងចុចអចឹងមករួចបន្តបងប្អូនចុចពាក្យថា track 3ខាងក្រោមនេះរួចយើងលុបធ្វើវាតែម្ដងទៅហ្នឹងហើយដូចជាអស់ឲ្យបងប្អូនធ្វើតាមទៅគឺលុបបានតែម្ដងតែបងប្អូនមាន share ច្រើនបងប្អូនអស់តតែអស់ចាំចុចពាក្យថា all គឺងាយស្រួលលឿនទៀតហ្នឹងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើកន្លែងណាខ្ញុំនិយាយខុសសូមអភ័យទោសពីចម្ងាយផងហ្នឹងហើយឥឡូវយើងចប់តែប៉ុណ្្នេះបាយបាយ